ដំណឹងមួយដែលគួរណាស់តែអបអរដែរដែលកងទ័ពលោកហ៊ុនសែនអាចបាញ់ drone ធ្លាក់ណា drone ហ្នឹងមិនមែន drone តូច drone ធំហើយការដែលបាញ់ drone ធំចឹងធ្លាក់ក៏ចាត់ទុកថាជាស្នាដៃមួយកុំឲ្យសៀមចេះតែហ៊ានណាអញ្ចឹងគឺជាចំណុចមួយដែលខ្ញុំជឿថា drone ហ្នឹងដែលខ្ញុំមើលវាធ្លាក់ហ្នឹងគឺសៀមវាទទួលថាខាងកម្ពុជាបាញ់វាធ្លាក់ហើយខ្ញុំក៏ជឿថា drone ហ្នឹងបាញ់ធ្លាក់ទេមិនមែនធ្លាក់ដោយខ្លួនឯងទេបាទអញ្ចឹងអេក្រង់ខ្ញុំដាក់មិនដែររូបអេក្រង់ខ្ញុំឃើញរូបអេក្រង់ខ្ញុំដាក់លុយទេតែសង្គ្រាមរីកធំហើយពីព្រោះការវាយប្រហារតាមជើងអាកាសធ្វើឡើង3ដងអញ្ចឹងស្អែកខាងស្អែកហ្នឹងគឺច្រើនដងទៅទៀតបាទរឿងការគៀបសង្កត់តាមដែនសមុទ្ររឿងការគៀបសង្កត់តាមដែនសមុទ្រនឹងកើនឡើងជាលំដាប់ដូចខ្ញុំជម្រាបហើយបាទយន្តហោះប្រភេទថ្មីបានដាក់ប្រើប្រាស់ធ្វើការវាយប្រហារមកលើកម្ពុជាគឺបាទយន្តហោះ T50 ដូចខ្ញុំជម្រាបនៅភាគមុនអញ្ចឹងបាទគឺថៃសៀមនឹងបានដាក់យន្តហោះថ្មីឲ្យធ្វើការវាយប្រហារហើយក្រសួងការពារជាតិកម្ពុជាមិនទាន់ identify យន្តហោះចម្បាំងនឹងបាននៅឡើយទេបាទតែសៀមបានប្រកាសថាវាយប្រហារហើយគឺយន្តហោះនឹងបានមកធ្វើការវាយប្រហារនៅលើទឹកដីកម្ពុជាហើយបាទឆ្នាំ30យ៉ាឡឹមឆ្នាំ30ក៏ណាបាទសំណាងខ្ញុំឃើញសេចក្តីប្រកាសលើរើសតាហ៊ាន3000នាក់ហ្នឹង3000នាក់តិចទេបើតាមខ្ញុំមើលត្រូវរើស10000នាក់ទើបយកទៅហាត់ទៅតាមលំដាប់លំដោយត្រូវហាត់ដូច្នេះឆ្នាំខែក្រោយនេះគឺការរើសតាហ៊ាននឹងត្រូវធ្វើដោយសកម្មអូខេណារើសតាហ៊ានត្រូវធ្វើដោយសកម្ម